F16 A10 B2 C130 និងផ្សេងទៀតហេតុអ្វីបានជាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកត្រូវបានដាក់ឈ្មោះបែបនេះតើនៅក្នុងតួអក្សរនីមួយៗមានន័យដូចម្តេចអក្សរទាំងនេះគេមិនមែនប្រើសម្រាប់តែសម្គាល់យន្តហោះនោះទេគឺវាប្រើសម្រាប់ប្រាប់ថាយន្តហោះនោះត្រូវបានបង្កើតឡើងក្នុងបេសកកម្មអ្វីដូចជាយន្តហោះចម្បាំងដែលមានឈ្មោះមានក្បាលផ្ដើមដោយអក្សរ F ដែលមានន័យថា fighter វាបង្កើតឡើងសម្រាប់វាយប្រហារយន្តហោះរបស់សត្រូវហើយនៅលើយន្តហោះចំនួនថ្មីវាអាចទម្លាក់គ្រាប់មកលើដីផងដែរឧទាហរណ៍ F16 ដែលជាយន្តហោះប្រយុទ្ធដែលមានទំហំតូចនិងរហ័សវាអាចប្រយុទ្ធជាមួយយន្តហោះនៅលើមេឃនិងវាយប្រហារមកទីតាំងនៅលើដីផងដែរហេតុនេះហើយបានជាប្រទេសជាច្រើនប្រើប្រាស់វា F15 ត្រូវបានបង្កើតឡើងមុន F16 ហើយសម្រាប់បេសកកម្មតែមួយគត់គឺបំផ្លាញយន្តហោះរបស់សត្រូវវាមានកំណត់ត្រាប្រយុទ្ធដ៏ល្អបំផុតគឺក្នុងការប្រយុទ្ធជាង100ដងនៅលើអាកាសស្ទើរតែមិនចាញ់ទាល់តែសោះលើសពីនេះទៅទៀត F22 ជាយន្តហោះ Stealth ឬមានន័យថាបំបាំងកាយពីរ៉ាដាវាអាចហោះលឿនជាង Mach 2ដែលមានល្បឿនលើស 2400 គីឡូម៉ែត្រក្នុង1ម៉ោងវាបត់បានលឿននិងអាចបំផ្លាញសត្រូវមុនពេលដែលសត្រូវដឹងថាវាមកដល់ F35 ជាយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិកវាអាចធ្វើបានទាំងការប្រយុទ្ធជាមួយយន្តហោះដទៃទាំងការទម្លាក់គ្រាប់បែកនិងព្រមទាំងប្រមូលព័ត៌មានផងដែរជាទូទៅវាត្រូវបានគេហៅថាកុំព្យូទ័រនៅលើអាកាសចំណែកឯអក្សរ B ដែលមានន័យថា bomber ឬយន្តហោះទម្លាក់គ្រាប់បែកវាត្រូវបានបង្កើតឡើងសម្រាប់ទម្លាក់គ្រាប់បែកធំៗនិងវាយប្រហារពីចម្ងាយនិងបំផ្លាញគោលដៅធំៗរបស់សត្រូវឧទាហរណ៍ដូចជា B52 B1B B2 និង B21 ដែលគ្រោងនឹងឲ្យចូលបំពេញបេសកកម្មនៅក្នុងពេលឆាប់ៗនេះអក្សរ A មានន័យថា attack ឬការវាយប្រហារនៅលើដីវាត្រូវបានបង្កើតឡើងសម្រាប់វាយប្រហាររថក្រោះដើម្បីជួយដល់កងទ័ពនៅលើដីនិងវាយប្រហារគោលដៅជិតៗឧទាហរណ៍ A10 ដែលជាយន្តហោះដែលបង្កើតឡើងសម្រាប់បំផ្លាញរថក្រោះនិងរថយន្តចម្បាំងរបស់សត្រូវវាមានកាំភ្លើងធំមួយនៅខាងមុខហោះបានទាបទ្រាំទ្រនឹងការបាញ់ប្រហារបាននិងបន្តហោះបានទោះរងការខូចខាតក៏ដោយអក្សរ C មានន័យថា cargo ឬដឹកជញ្ជូនវាត្រូវបានប្រើសម្រាប់ដឹកទាហានយានយន្តនិងសម្ភារៈឧទាហរណ៍ C130 វាអាចដឹកទាហានឡានយោធាហើយវាក៏អាចចុះចតបាននៅលើគ្រប់សណ្ឋានដីផងដែរ C17 ជាយន្តហោះយក្សសម្រាប់ដឹកសម្ភារៈវាអាចដឹកបានទាំងរថក្រោះអូថូមភេសជ្ជៈនិងយានយន្តធំៗបានមិនតែប៉ុណ្ណោះវាអាចដឹកកងទ័ពមួយក្រុមធំក្នុងពេលតែមួយផងដែរអក្សរ E មានន័យថា electronic warfare វាប្រើសម្រាប់រំខានរ៉ាដារបស់សត្រូវនិងការពារយន្តហោះផ្សេងទៀតឧទាហរណ៍ EA-18G វាអាចបិទរ៉ាដានិងរំខានសញ្ញារបស់សត្រូវបានបើគ្មានយន្តហោះអេឡិចត្រូនិកទេយន្តហោះចម្បាំងនឹងងាយស្រួលក្នុងការរកឃើញដោយប្រព័ន្ធការពារដែនអាកាសហើយជាចុងក្រោយគឺអក្សរ K មានន័យថា tanker ឬសម្រាប់ផ្ទុកសាំងវាប្រើសម្រាប់ចាក់សាំងឲ្យយន្តហោះនៅលើអាកាសឧទាហរណ៍ KC-135 បើគ្មានវាទេយន្តហោះជាច្រើនមិនអាចទៅបេសកកម្មនៅឆ្ងាយបានទេដូច្នេះនៅពេលដែលយើងឃើញឈ្មោះរបស់យន្តហោះ F16 B2 A10 យើងនឹងអាចដឹងភ្លាមៗថាវាត្រូវបានបង្កើតឡើងសម្រាប់បេសកកម្មអ្វីជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision